ណាសោះឆ្លើយឲ្យការទៀតធ្វើបាបប្រជារាស្ត្រសម្បំណាបាត់ចាស់នោះវិញនឹងត្រូវគេវាយស្លាប់សំណាងឲ្យខ្ញុំម្ចាស់មិនតាន់ពេលបានជួយជីវិតគេទៀតផងត្រូវហើយមនុស្សឈួននោះប្រកាសជាខ្លាំងប្រកាយណាស់ហើយបើមិនចឹងទេមិនអាចរត់ពីកណ្ដាប់ដៃរបស់ឯងបានទេគេមានអីគួរឲ្យអស់ចាស់ទេបាត់កុំតែមានប្រុសចង្រៃម្នាក់ចេញមកអុកឡុកពាក់កណ្ដាលទីនោះខ្ញុំម្ចាស់វាយគេរត់ជង្គង់របស់ខ្ញុំចាស់មានការជឿជាក់ណាស់ណោះចាំមិនឥឡូវនេះវិជាគុណរីចម្រើនហើយមែនទេនឹងអីចឹងមិនពួកយើងចាញ់ក្រៅប្រកួតវិជាគុណទេអានេះលើកនេះយើងហាយមករាជធានីមិនចង់ឲ្យហាត់វិជាគុណជាមួយយើងនោះទេគឺមានរឿងមួយចង់រងចាំឯងងក់ក្បាលតែប៉ុណ្ណោះរឿងធំអីទេហើយអាយ៉ាព្រះរាមកំបត់បានវែងឆ្ងាយពេកឆាប់មានបន្ទូលទៅឲ្យឆាប់ឡើងយើងចង់និយាយពីសុភមង្គលមួយជីវិតរបស់ឯងហ្នឹងសុភមង្គលមួយជីវិតយើងមករៀបចំអភិសេកដ៏ល្អមួយឲ្យតែឯងលើថាប្រុសនោះរូបរាងសង្ហាចំណេះដឹងជ្រៅជ្រះបើសិនជាឯងបានឃើញគេហើយឯងប្រកាសជាញញឹមជាមិនខាននោះទេណាខ្ញុំម្ចាស់ពិតជាគ្មានកំណត់ដល់ម្លឹងហីអីគេឈ្មោះអីដែរប៉ៃអ៊ីងហ្វីប៉ៃអ៊ីនហ្វីបើតាមសម្ដីរបស់ឯងរឿងប្លន់ព្រះអង្គម្ចាស់ឈីនោះគឺត្រូវអ៊ីងហួងធ្វើឡើងចប់ទៅហើយអាប្អូនអ៊ីងនេះពិតជាមិនមែនមនុស្សធម្មតាទេតែហើយខ្ញុំហ៊ានសន្និដ្ឋានថាជាបងប្អូនស្ដេចខ្ញុំចង់រកគាត់ឲ្យជួយស៊ើធូជាណានណាតែយ៉ាងណាក៏រកគាត់មិនឃើញប្រកងរឿងនេះឯងមិនបាច់តើកុហលពេកទេមិនតើកុហលទេខ្ញុំតើកុហលស្ទើរស្លាប់ទៅហើយស៊ើធូជាណានគឺដើម្បីតការពារបង្កងទើបចេញមកទទួលទោសដូច្នេះហើយទើបជាខ្ញុំវាយស្លាប់ក៏ខ្ញុំទៅជួយគាត់ស្ដាប់បងយីសិនលោកមិនต้องស៊ើធូជាមន្ត្រីបង្កើតនគរព្រះអង្គមកកាត់ទោសកូនប្រុសគាត់ទេប៉ុន្តែវ៉ាន់ចាំងនឹងស្នំអាចវ៉ាន់នោះប្រកាសជាចង់កាត់ទោសស៊ើធូជាណានយ៉ាងធ្ងន់រឿងនេះដល់ទីបំផុតទោះជាយ៉ាងណាក៏ត្រូវឆ្លងកាត់ព្រះអង្គដែរបងគិតថាព្រះអង្គគឺពិតជាសម្រេចតាមប្រតិរបួសរបស់វណ្ថើបើរបួសគេជាហើយរឿងនេះប្រកាសជាមិនអីទេណាប៉ុន្តែចែកដំបើសិនជាគេអត់ជានោះដូច្នេះកិច្ចការដែលត្រូវគេធ្វើពេលនេះគឺត្រូវយល់អំពីរបួសរបស់វណ្ថើមិនអាចធ្វើដូចជានោះទេជាពិសេសគឺឯងមិនឲ្យឯងប្រកបរឿងទេបើមិនចឹងលទ្ធផលអាក្រក់ចំពោះស៊ើធូណាខ្ញុំយល់ហើយមករយៈនេះតាមបងយល់អ៊ីនខួងប្រកាសជាមករកពួកយើងបើគេពិតជាបងប្អូនស្ដាច់មែននោះគេប្រកាសជាជួយស៊ើធូជាឲ្យយើងជិនខានបងអ៊ីនខួងនេះអាកំបាំងសម្បានណាមិនដឹងថាគាត់ក្នុងជាអ្នកណាទេបងកំពុងតែគិតក្នុងចំណោមបងប្អូនស្ដាច់អត់មានមនុស្សបែបនេះទេបងប៉ាយបងដូចជាស្គាល់បងប្អូនស្ដាច់ច្បាស់ណាស់ហ្នឹងសូម្បីតែប្រនាងអាននេះក៏បងស្គាល់ដែររឿងអីដែលបងមិនស្គាល់ប្រនាងអាននេះនោះឆ្ងាយណាស់ខ្ញុំម្ចាស់មិនរៀបអភិសេកទៅទីនោះឲ្យតែបានស្មានមិនល្អទៅឆ្ងាយយ៉ាងណាវាគ្មានបញ្ហាអីនោះទេមែនទេអាយ៉ាមិនយកទេស្នំអាចមកហើយព្រះអង្គលេបថាព្រះនាងយាងមកខ្ញុំម្ចាស់ក៏មកមើលព្រះនាងមិនអង្គុយចុះទៅណាខ្ញុំម្ចាស់មិនយកទេអញក៏មកខុសពីចិត្តអសោះណាពេលចាស់លោកពូថាកូនស្រីទុកមិនបានទេទុកទៅទុកមកវាខ្លាចជាគំនុំយើងមិនចង់ឲ្យខ្លាចជាគេស្អប់យើងនោះទេណាដឹងណាទេព្រះរាមមិនគិតពីមនោសញ្ចេតនាបងប្អូនទេចង់ឲ្យខ្ញុំម្ចាស់ឆាប់មានស្វាមីដើម្បីមិនបាច់កាត់ទៅនេះនិយាយបែបនេះគឺធ្វើឲ្យប្រទេសព្រះមេដានឹងយើងនេះខ្លាចជាអាសាបងទៅហើយប្រុសម្នាក់ដែលយើងរកឲ្យឯងនោះរកមិនបានទេណាតើចម្លែកតាមខ្ញុំម្ចាស់យល់ព្រះរាមចង់ឲ្យខ្ញុំម្ចាស់រៀបចំអភិសេកទៅដល់ជើងមេឃតតមិនឃើញចប់រឿងហើយអ៊ីនណានឆ្ងាយពីស្រុកកំណើតមិនត្រឹមតែ1000យោជទេហើយបើសិនជាអញយល់ថាឆ្ងាយអញ្ចឹងយើងប្រទានរាជដំណាក់មួយនៅរាជធានីមួយឲ្យតែឯងចុះឲ្យប៉ៃអ៊ីនហ្វីនោះគេមកទីនេះរស់នៅកំដរឯងមករាជវាំងគ្រប់ពេលបានទៀតមែនទេអញ្ចឹងបានខ្ញុំម្ចាស់នឹងនៅរាជធានីប៉ៃអ៊ីនហ្វីនោះជាអ្នកណាដែរសមនឹងខ្ញុំម្ចាស់ទេយើងគិតថាដល់ពេលនោះយើងត្រូវយកច្បាប់មួយធំចង់ឲ្យអាចំទៅបានណាបើមិនអញ្ចឹងទេឯងប្រកាសឃើញភ្លាមស្លាញ់ភ្លែនប្រកាសជាតោងគេចំព្រមលែងទេអូយព្រះរាមឈប់យកខ្ញុំម្ចាស់លេងសើចទៀតទេស្នំឯងហេតុអីក៏ស្នំឯងឃើញខ្ញុំម្ចាស់ធ្វើប្រភពកញើមួយម៉ាត់ក៏គ្មានសវណ្ណអីអញ្ចឹងខ្ញុំម្ចាស់អត់មានចម្ពាក់អ្វីស្នំឯងព្រះនាងកុំយកច្រឡំខ្ញុំម្ចាស់គ្មានកំណត់បែបនេះទេការពិតព្រះនាងយើងមកវិញខ្ញុំម្ចាស់សប្បាយចិត្តចម្លែកខ្ញុំម្ចាស់ដឹងខ្ញុំម្ចាស់មកវិញព្រះអង្គមិនមែនសពប្រតិតែស្នំឯងទេស្នំឯងមិនស្រួលប្រតិមែនទេទុកប្រតិចុះព្រះរាមចិត្តឲ្យខ្ញុំម្ចាស់មានស្វាមីហើយបើចង់ដណ្ដើមជាមួយស្នំឯងក៏មិនបានដែរអានេះឯងកុំនិយាយពេលប្រាំអញ្ចឹងណាមិនឲ្យគេមិនសប្បាយចិត្តមិនមែនព្រោះតែឯងនោះទេអញ្ចឹងព្រោះតែអ្វីដែរព្រះអនុចរណមួយរបស់យើងមិនថែត្រូវគេបាញ់ព្រួយឲ្យរបួសការពីជីវិតបានឬមិនបាននោះពិបាកនិយាយខ្លាំងណាស់មិនគេនឹកដល់ប្អូនរបស់គេគឺជារឿងសមហេតុផលទៅស្នំឯងសុំតើបាញ់មិញខ្ញុំម្ចាស់និយាយផ្ដេសផ្ដាស់ស្នំឯងកុំខឹងនឹងខ្ញុំម្ចាស់អីប៉ុន្មានថ្ងៃទៀតខ្ញុំម្ចាស់នឹងទៅមើលបន្ថាងហើយព្រះនាងមានប្រតិល្អណាស់បានព្រះនាងយកប្រតិទុកដាក់ចំពោះបន្ថៅគេប្រកាសតែឆាប់ជាវិញបានហើយអ្នកទៅពីកំព្រួយអីណាបាញ់មិញពេលលួងបានពឹងឲ្យគេមកទូថ្វាយយើងថារបួសរបស់បន្ថាងនោះបានមានភាពនឹងនៅឡើងវិញហើយអញនិយាយបានថាការពីជីវិតរបស់គេបានហើយណាប៉ិតមែននេះលោកនិយាយថាបន្ថែមបាត់ក្តៅខ្លួនហើយគេនឹងជាសះស្បើយក្នុងពេលឆាប់នេះទេវតាមានភ្នែកមិនឲ្យគ្រួសារវិនយើងដាច់ពូជទេបងឥ
ឯងចង់និយាយស្អី ខ្ញុំលើថាសឺធូជាណានត្រូវគេឃុំនៅក្នុងគុកផ្នែកព្រហ្មទណ្ឌហើយ នោះជាបាបកម្មរបស់គេ ពុករបស់បន្ថៅបានធូរស្បើយហើយរឿងនេះពុកឈប់ដេញដាល់ទៀតទៅបានទេ ឯងនិយាយនេះបានន័យថាម៉េច ខ្ញុំចង់និយាយថាគ្រួសារយើងទាំងពីរមានទំនាក់ទំនងល្អដែរគ្រាន់តែប្រហែលឆ្នាំនេះមិនសូវបានតាក់ទងគ្នាចង់មិត្តប្រសើរជាងចង់ស្ត្រីពុកលើកនេះពុកអាចអធិស្ឋានឲ្យគេបានម្ដងដោះលែងសឺធូជាណានគ្រួសារសឺធូប្រកាសជាដឹងគុណយើងមិនខានទេរឿងនេះចំពោះគ្រួសារវិនយើងមានតែផលល្អ វិនឈៀងនិយាយចំទៅឯងនៅតែវល់កចំនួនសឺធូជាណានទៀត ពុកខ្ញុំមិនជឿថាសឺធូជាណានមានចេតនាបាញ់វិនថៅជាដាច់ខាតរឿងនេះប្រកាសជាការចៃដន្យទេ មិនមែនចៃដន្យដាច់ខាតហើយមកពីយើងបដិសេធការស្ដីដណ្ដឹងរបស់គ្រួសារសឺធូធ្វើឲ្យគេខ្មាស់គេឲ្យក្តៅក្រហាយតែពិតគេចង់សម្លាប់វិនថៅទៅឲ្យឯងដឹងដែរទេ ពុកដឹងច្បាស់ណាស់ថាសឺធូជាណានមិនមែនជាមនុស្សបែប វិ នេះ នឈៀងអ្នកដែលត្រូវរបួសគឺអូនប្រុសបង្កើតរបស់ឯងថ្ងៃនេះឯងយ៉ាងម៉េចទៅហើយមិនក៏ចេះតែនិយាយកាន់ជើងអ្នកដទៃចឹង ខ្ញុំដឹងក្នុងចិត្តច្បាស់ណាស់សឺធូជាណានទោះជាដើម្បីខ្ញុំក៏មិនធ្វើបាបវិនថៅដែរ សម្ដីឯងបានន័យថាដល់ពេលនេះហើយសឺធូជាណាននៅតែមិនរងាប់ចិត្តចំពោះឯងទៀត គាត់ជាមនុស្សមានមនោសញ្ចេតនាជាងគេនៅលើលោក បានហើយឯងដឹងតែពីអាណិតសឺធូជាណានតែប៉ុណ្ណោះតើបងប្រុសរបស់ឯងសំមុខនឹងនៅលើក្រែសន្លប់បាត់ស្មារតីយ៉ាងចឹងទៅមែនទេ ខ្ញុំមិនមែនចង់និយាយអញ្ចឹង បានហើយពុកប្រាប់ឯងរបួសរបស់បងប្រុសឯងធ្វើឲ្យឯងស្គាល់មុខមាត់ពិតរបស់ម្នាក់នោះមុនពេលទោះជាថ្ងៃក្រោយរឿងហេតុខ្លាយទៅជាយ៉ាងណាពុកមិនឲ្យឯងមានទំនាក់ទំនងជាមួយគ្រួសារសឺធូដាច់ខាតឬហានៅ ខ្ញុំសូមវល់ពុកដោះលែងសឺធូជាណានទៅ ឥឡូវនេះជីវិតរបស់វិនថៅរួចផុតពីគ្រោះថ្នាក់ហើយពុកអាចទុកជីវិតគេបានបើគ្រួសារសឺធូនៅតែមានអ្នកចង់ប្រឆាំងជាមួយពុកទៀតពុកនឹងឲ្យគេលះបង់នៅតម្លៃឈាមជាមិនខានទេ អូសូមនិយាយប្រាប់បងថាវិនថៅគេផុតពីគ្រោះថ្នាក់ហើយឥឡូវល្អហើយបងកងឯងទុកចិត្តចុះបងជាមួយនឹងអ៊ីខួងប្រកាសជាជួយឯងឲ្យបានល្អណា បងប៉ាយបងជួយខ្ញុំម្ដងហើយម្ដងទៀតខ្ញុំមិនដឹងថាគួរអរគុណបងដល់របៀបម៉េចទេ មិនបានចឯងគួរសមម្លេះយើងសុទ្ធតែជាបងប្អូនល្អឯងត្រូវចាំណាពេលណាក៏ដោយឲ្យតែឯងត្រូវការបងនៅក្បែរខ្លួនឯងរហូតប៉ុណ្ណឹងគ្រប់គ្រាន់ទេ បងជូនខ្ញុំត្រឹមនេះបានហើយណាមានរឿងអីតាមខ្ញុំទៅរកបង បាន បងប៉ាយខ្ញុំចង់ស្ដាប់ពីអារម្មណ៍របស់បងចំពោះខ្ញុំ ធ្វើត្បិតតែឯងច្រឡំនឹងឧស្សាហ៍បង្ករឿងតែគួរឲ្យស្រឡាញ់ដែរបងស្រឡាញ់ឯង ពេលឡើងសាវនាការព្រះអង្គចេញបរិយាបញ្ជាមិនឲ្យបងលោកដៃបកគលរឿងនេះឲ្យផ្នែកព្រំប្រទានដោះស្រាយទៅហើយ ប្រកាសជាវិនចាំងនឹងវិនមិនចាក់រុកពីក្រោយហើយពួកយើងមិនខ្លាយទៅជាមានហេតុផលមិនអាចបកស្រាយបានទៅហើយបើសិនជាវិនថៅមានគ្រោះថ្នាក់ដល់ជីវិតនោះ បងម៉ែ មានការឲ្យនិយាយទៅ បងម៉ែកូនទទួលបានដំណឹងជាក់ច្បាស់ថាវិនថៅរួចផុតពីគ្រោះថ្នាក់ហើយសុខភាពក៏បានធូរស្បើយហើយដែរ មែនទេ រឿងនេះកូនមិននឹងហ៊ានកុហកពុកម៉ែទេ អូអរគុណទេវតាវិនថៅអត់ស្លាប់កូនប្រុសរបស់យើងអាចការពារជីវិតបានហើយ ប្រសើរណាស់គេមិនស្លាប់ ការពិតរឿងនេះគឺខុសមកពីវិនថៅគេដុតផ្ទះរិះរងគ្រោះគេអាក្រក់ណាស់ទោះជាអ្នកណាក៏ខឹងដែរ ពួកកូនទៅជួយរិះរងគ្រោះគឺអត់ខុសទេក៏ប៉ុន្តែជាណានដឹងតែបន្ថែមហើយនៅតែបាញ់គេទៀតនោះវាមិនសពទេបើកុំទៅជាណានសារភាពដល់ផ្ទាល់មាត់ពុកនឹងក៏មិនជឿថាគេប្រព្រឹត្តអំពើផ្ដេសផ្ដាល់ដែរ ពុកអត់ដឹងទេពេលគេវាយគ្នាខ្លាំងណាស់កូនវិញនឹងទៅវិនថៅសម្រាប់ទៀតផង នោះប្រហែលជាមូលហេតុដែលជាណានបាញ់វិនថៅហើយបងថាទៅមើលវិនចាំងជាអបរាជផ្នែកព្រហ្មទណ្ឌគេជាអ្នកគ្រប់គ្រងតិចលូគេប្រើល្បិចកលអីពីក្រោយទៅ មិនថៅលេងអីហើយគេមិនដល់ថ្នាក់ធ្វើខ្លាំងតទៅទៀតនោះទេ លោកស្ដាប់ឲ្យច្បាស់បន្សាមូលហេតុនៃការពិតកាលពីមុនត្រូវនិយាយថាសឺធូជាណានសម្រាប់មនុស្សជាការពិតចំណែកឯពាក្យយ៉ាងម៉េចនោះខ្ញុំគិតថាលោកយល់ហើយប៉ុន្តែលោកត្រូវចាំត្រូវតែឲ្យសឺធូជាណានចុះហត្ថលេខាឲ្យខ្ញុំភ្លាមបាទខ្ញុំយល់ហើយរឿងនេះបើសិនជាលោកធ្វើបានល្អវាសនារបស់លោកល្អជាងពេលនេះឆ្ងាយសម្បើមណាស់ខ្ញុំនឹងឲ្យកូនស្រីធំរបស់ខ្ញុំប្រកាសជាជួយលោកមិនខានទេខ្ញុំយល់ហើយអរគុណលោកអបរាជអរគុណលោកអបរាជ